រឿងព្រះចលបណ្ឌកថេរកាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយមានព្រះថេរៈមួយអង្គឈ្មោះចលបណ្ឌកៈជាប្អូនព្រះមហាបណ្ឌកៈព្រះថេរៈជាបងចង់ឲ្យប្អូនរៀនចេះដឹងធម៌វិន័យក៏ដាស់តឿនឲ្យខំរៀនសូត្រតែទោះបីជាព្រះចលបណ្ឌកៈខំរៀនសូត្រយ៉ាងណាក៏ដោយក៏មិនចេះមិនចាំសោះព្រោះមានកម្មពីជាតិមុនលោកជាអ្នកចេះដឹងបាននិយាយបន្តោះបង្អាប់ភិក្ខុល្ងងថ្ងៃមួយគេហបតីម្នាក់បាននិមន្តព្រះសម្មាសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃច្រើនរូបមានព្រះមហាបណ្ឌកៈជាដើមមកឆាន់ព្រះមហាបណ្ឌកៈមានឋានៈជាភគទេសគឺអ្នកចាត់ភិក្ខុឲ្យមកឆាន់តាមចំនួនដែលទាយុនិមន្តគ្រានោះព្រះមហាបណ្ឌកៈមិនចាត់ព្រះចលបណ្ឌកៈឲ្យទៅទេវេលាព្រះមហាបណ្ឌកៈនិងភិក្ខុឯទៀតទៅហើយព្រះចលបណ្ឌកៈខឹងណាស់ដើរចេញតាមទ្វារវត្តទៅក្រៅប្រាថ្នានឹងសម្លាប់ខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបទ្រង់យាងទៅឈរស្ទាក់ពីមុខដោយទ្រង់ជ្រាបថាកាលពីជាតិមុនព្រះចលបណ្ឌកៈកើតជាព្រះរាជាមួយព្រះអង្គវេលាទ្រង់យាងប្រទក្សិណព្រះនគរទ្រង់បែកញើសចេញជោគព្រះភ័ក្ត្រទ្រង់យកកន្សែងថ្មីសស្អាតជូតញើសជូតមួយរំពេចក៏ប្រឡាក់មន្ទិលភ្លាមទ្រង់ពិចារណាថាអោរូបរាងកាយរបស់មនុស្សយើងរបស់មនុស្សសត្វជាទីប្រជុំចុះនៅធូលីហើយទ្រង់នឹកសង្វេគស្លុតប្រតិជាខ្លាំងព្រះរាជានោះគឺព្រះចលបណ្ឌកៈនេះឯងព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបឧបនិស្ស័យនេះទ្រង់ហុចកន្សែងដៃតូចមួយទៅព្រះចលបណ្ឌកៈដោយព្រះបន្ទូលថាចូលអ្នកយកកន្សែងនេះទៅកាន់ឆ្លីហើយភាវនារជោហរណង្រជោហរណង្ជាទីប្រជុំចុះនៃធូលីជាទីប្រជុំចុះនៃធូលីដោយឧបនិស្ស័យដែលកាលពីពុព្វជាតិបានគិតសង្វេគដល់រូបរាងកាយមួយស្របក់ប៉ុណ្ណេះព្រះចលបណ្ឌកៈយកកន្សែងទៅកាន់ឆ្លីពិចារណាតែមួយស្របក់ក៏បានសម្រេចព្រះអរហន្តព្រមទាំងអភិញ្ញាសមាបត្តិ6មានមនោយិត្តគឺរឹតសម្រេចតាមចិត្តអាចនិមិត្តរូបរាងកាយជាអ្វីក៏បានជាដើមហើយលោកនិមិត្តជាភិក្ខុពេញវត្តអារាមវេលាព្រះពុទ្ធជាម្ចាស់យាងទៅដល់ផ្ទះកហបតីទ្រង់មានព្រះបន្ទូលឲ្យទៅនិមន្តព្រះចលបណ្ឌកៈមកលុះអ្នកបម្រើទៅនិមន្តហើយភិក្ខុឃើញភិក្ខុមីដេរដាស់ពាសពេញវត្តអង្គខ្លះធ្វើនេះអង្គខ្លះធ្វើនោះសួរថាលោកម្ចាស់អង្គណាឈ្មោះចលបណ្ឌកៈភិក្ខុទាំងនោះឆ្លើយថាអាត្មាឈ្មោះចលបណ្ឌកៈអាត្មាឈ្មោះចលបណ្ឌកៈទាំងអស់អ្នកបម្រើមិនដឹងជានិមន្តអង្គណាក៏ទៅក្រាបទូលវិញតាមដំណើរនោះព្រះអង្គមានព្រះបន្ទូលថាចូលទៅម្ដងទៀតបើឮឈ្មោះថាចលបណ្ឌកៈគ្រប់រូបត្រូវចាប់ដៃមួយរូបឲ្យជាប់ហើយនិមន្តមកចុះបានហើយលុះអ្នកបម្រើទៅនិមន្តម្ដងទៀតចាប់ដៃភិក្ខុមួយរូបតាមព្រះពុទ្ធដីកាភិក្ខុនិមិត្តទាំងប៉ុន្មានក៏បាត់អស់នៅសល់តែព្រះចលបណ្ឌកៈមែនតែនមួយរូបហើយអ្នកបម្រើនិមន្តលោកឆាន់ជាមួយភិក្ខុទាំងពួងលុះសម្រេចផតកិច្ចហើយព្រះពុទ្ធជាម្ចាស់ត្រាស់ប្រើព្រះច
ចលៈបណ្ឌកៈឲ្យសម្ដែងធម៌អនុមោទនាទានព្រះចលៈបណ្ឌកៈក៏សម្ដែងធម៌អនុមោទនាយ៉ាងពិរោះអស្ចារ្យនាំឲ្យពុទ្ធបរិស័ទបានស្ដាប់នៅពេលនោះស្ងោចសរសើរយ៉ាងក្រៃលែងសេចក្តីអស្ចារ្យទាំងនេះកើតមកពីការគិតពិចារណាដល់សេចក្តីមិនស្អាតរបស់រូបរាងកាយហើយមានសេចក្តីសង្វេគស្លុតចិត្តមួយស្របក់ក្នុងជាតិមុននោះឯងហេតុនេះសាធុជនអ្នកបានឃើញសពបានជួយទំនុកបំរុងបនសពបានជួយហែហោមសពវេលាណាគួរគិតពិចារណាឲ្យកើតត្រៃលក្ខសញ្ញាអសុភសញ្ញានិងសង្វេគសញ្ញាវេលានោះទោះបីតិចក្តីច្រើនក្តីក៏ឲ្យបានខ្លះកុំខានគ្រាន់បានជាឧបនិស្ស័យដោយព្រះចលៈបណ្ឌកថេរនោះចុះ